ជំរាបសួរអំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាចាមើលក្បាលវីដេអូគេដំបូងនេះតំណងឲ្យពុកម៉ែបងប្អូនចាថ្ងៃនេះមកធ្វើត្រីក្រហមបំពងឆានិងជីឆាយចាពុកម៉ែបងប្អូនតោះទៅតាមដានទស្សនាទាំងអស់គ្នាចាថ្ងៃនេះចូលសួនអ្នកម្ដាយចាឃើញពុកម៉ែបងប្អូនជីឆាយអ្នកម្ដាយខ្ញុំដែលខ្ញុំធ្លាប់ប្រាប់ថាចាំពេលវាលាស់ធំខ្ញុំថតឲ្យមើលនេះឃើញពុកម៉ែបងប្អូនល្អមែនទែននឹងប្រាស់ខ្មឹបហ្មងណាហើយលងឈ្ងុយលងក្លិនបាហើហ្មងណាថ្ងៃនេះជាថ្ងៃសម្រាប់អញ្ចឹងទៅនាំគ្នាមកថតវីដេអូធ្វើ vlog ឲ្យពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាអាខ្លះកាត់អាខ្លះដកមកទាំងរឹសហ្មងណាចាញ់អ្នកម្ដាយខ្ញុំលក់ណាចាពុកម៉ែបងប្អូនអ្នកណាត្រូវកាយអាចមកទិញគាត់បានដល់ផ្ទះហិតក្លិនឲ្យបងប្អូនបានដឹងថាអូក្អូបឈ្ងុយឆ្ងាញ់មែនទែនចាក្អូបក្លិនឥឡូវលួចកាត់លឹកខ្ទឹមទៅផងបន្ទាប់មកនេះត្រីចាពុកម៉ែបងប្អូនត្រីហ្នឹងយើងយកទៅភ្លៀសវាសិនភ្លៀសជាចំណិតអញ្ចឹងណាបងប្អូនចំណិតទូអញ្ចឹងណាទៅធ្វើតាហាន់ជាចំណិតសិនណាបងប្អូនឆ្អឹងតាមឆ្អឹងសាច់តាមសាច់សិនណាបន្ទាប់មកយើងក៏ចាក់ខ្លាញ់មកខ្លាញ់ខ្ញុំវានៅរៀងស្ទើអញ្ចឹងដាក់តែបន្តិចមកណាហើយទៅក៏យើងដាក់ជាមួយម្សៅស្រួយចាបងប្អូនមិនលីទឹកមិនបាច់អីណាចាក់មករួចហើយទៅអាត្រីហ្នឹងយើងមានជាតិសើមស្រាប់ហើយមែនអត់ចឹងយើងគ្រាន់តែជ្រលក់មកឲ្យវាអញ្ចឹងមកឲ្យម្សៅនឹងជុំឲ្យជោគមកហើយយើងដាក់ចៀនទៅស្រួយខ្ញោកហ្មងពុកម៉ែបងប្អូនកាមេរ៉ាមែនថាយកស្រោមដៃនៅឃើញហ្នឹងធ្វើហូបខ្លួនឯងតែបន្តិចហ្នឹងមិនអីទេចឹងក៏មិនបានដាក់ប្រើស្រោមដៃទេពុកម៉ែបងប្អូនតែដៃលាងរហូតដែរណាចាឃើញអត់បំពងមកវាក្រហមស្រួយតិចច្រឡំថាក្រហមចឹងអត់ឆ្អិនអត់អីអត់ទេឆ្អិនហ្មងពុកម៉ែបងប្អូនដោយសារត្រីហ្នឹងកាមេរ៉ាមែនគាត់ពលាសឲ្យគាត់ធ្វើឲ្យចិត្តនឹងចំណិតស្ដើងអញ្ចឹងណាបន្ទាប់មកខណៈដែលយើងចៀនស្ត្រីទុកហ្នឹងយើងត្រៀមគ្រឿងក្រៅយើងមកក៏ដូចជាការដុំខ្ទឹមហាន់ជីហាន់បន្លែអីត្រៀមអញ្ចឹងបន្លែគ្រឿងផ្សំអត់មានអីច្រើនទេមានតែជីឆាយនិងលឹកខ្ទឹមហើយនេះអស់លុយទិញតែនឹងស្អីគេហៅស្អីគេរំដេកអីខ្ញីហើយនឹងខ្ទឹមបារាំងអានេះគឺផិនអ្នកម្ដាយឃើញស្រាប់ហើយក្បាលវីដេអូដំបូងចាក៏តបេះនៅក្នុងសួនហើយត្រីហ្នឹងទិញមក1គីឡូអស់10000និយាយទៅគ្រឿងផ្សំងាយអស់លុយតិចចាពុកម៉ែបងប្អូនហើយឆ្ងាញ់ហ្មងឥឡូវយើងបំពងត្រីរួចរាល់ហើយឥឡូវនេះយើងចាប់ពីដើមលាងខ្ទះសាថ្មីស្អាតហើយដាក់លីងខ្ទឹមមកកូមកឲ្យក្រហមមកបន្ទាប់មកយើងដាក់ខ្ញីចាពុកម៉ែបងប្អូនហើយកាមេរ៉ាមែនគាត់ប្រាប់ថាហ្នឹងស្តៀងឆាសៀងដែរពុកម៉ែបងប្អូនតែរសជាតិអត់ដូចទេណាកុំច្រឡំមកពុកម៉ែបងប្អូនឥឡូវខ្ញីក៏ឈ្ងុយប្រហើក្រហមហើយយើងដាក់ខ្ទឹមបារាំងចូលទៅហើយខ្ទឹមបារាំងបាច់ហាន់ស្ដើងពេកទេពុកម៉ែបងប្អូនចាហាន់នេះមកហើយក៏ដាក់គ្រឿងមកប៊ីចេងស្ករទឹកស្អ៊ីវហើយនឹងប្រេងខ្យងរ៉ូឌីហើយលួចស្អ៊ីវខ្មៅបន្តិចដើម្បីឲ្យឃើញពណ៌ក្រហមចាពុកម៉ែបងប្អូនហើយទៅកាមេរ៉ាមែនថាកុំដាក់ទឹកត្រីច្រើនពេកដោយសារយើងមានសៀងយើងប្រើសៀងពុកម៉ែបងប្អូនឃើញយើងដាក់គ្រឿងហើយយើងដាក់សៀងចូលមកខ្លាចប្រៃតែតាមពិតអត់ប្រៃទេពុកម៉ែបងប្អូនរសជាតិមកអេមហ្មងចាហើយយើងដាក់ទឹកបន្តិចមកកុំឲ្យស្ងួតពេកបន្ទាប់មកយើងចាក់ត្រីដែលយើងបំពងម្សៅស្រួយទុកហ្នឹងដាក់រួចហើយទៅយើងដាក់ជីមកជីឆាយនិងខ្ទឹមហ្នឹងមិនបាច់ហាន់ខ្លីៗពេកទេពុកម៉ែបងប្អូនឃើញហើយហាន់ប្រហែលមួយថ្នាំងដៃយ៉ាងមកកូមកឃើញហើយបាទពុកម៉ែបងប្អូននិយាយទៅមកហូបនេះបើសិនជាយូរក្នុងការបំពងត្រីចាំពុកម៉ែដោយសារគេយើងត្រូវពលាសត្រីជាចំណិតហើយយើងយកមកជ្រលក់ម្សៅស្រួយហើយយកមកបំពងហើយបើថានិយាយទីរឿងឆាគឺងាយហ្មងឥឡូវរួចរាល់ហើយយើងចាប់ពីដើមដួសដាក់ចានទំនងហ្នឹងពុកម៉ែបងប្អូនមិនមែនសម្រស់ទំនងតែមួយមុខទេចារសជាតិក៏ឆ្ងាញ់ដែរឥឡូវរួចរាល់ហើយចាដល់វគ្គត្រូវកន្លែងភ្លក់សិនវ៉ាវឃើញអត់ពុកម៉ែបងប្អូនមើលសាច់ត្រីឃើញទេឆ្អិនទាំងអស់ទាំងក្នុងទាំងក្រៅចាឆ្ងាញ់ចាំស្ដាប់គាត់និយាយមកគាត់និយាយថាម៉េចមិននឹកស្មានធម្មតាអញ្ចឹងវាចូលជាតិគ្នាហើយពុកម៉ែបងប្អូនចាំមើលជីឆាយមែនអត់កាសបានខ្ញុំមកញ៉ាំឲ្យមើល
អត់មានកពុលអីសុំបីចាំតិចឆ្ងាញ់ហ្មងចាស់ញ៉ាំបានក្មេងញ៉ាំបានទាំងអស់តែណាឆ្ងាញ់រសជាតិអត់ធំខ្មឺអត់ធំអីទាំងអស់អត់មានឆ្អាបអត់មានអីទាំងអស់ឆ្ងាញ់ហ្មងហើយត្រីក៏ស្រួយទៀតគេចង់ក្រោយគ្មានអីច្រើនទេចាមានតែពាក្យថាអរគុណរាល់ការទស្សនាតាមដានវីដេអូរបស់ម៉ាក់ចាជម្រាបលាបាយបាយ